ការតវ៉ាបញ្ជាក់ថាកម្ពុជាប្រើសិទ្ធិការពារបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់តាមរយៈការប្រើកម្លាំងនិងការធ្វើសកម្មភាពកែប្រែស្ថានភាពនៅលើដីជាក់ស្ដែង Fait accompli របស់កងយោធាថៃគឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ានធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិចំពោះមុខសកម្មភាពទាំងនេះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែងតែធ្វើកំណត់ទូតតវ៉ាផ្លូវការនិងយ៉ាងខ្លាំងក្លាចំពោះរាល់សកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជាកំណត់ទូតតវ៉ាទាំងនេះមានសារៈសំខាន់មិនអាចខ្វះបានពីព្រោះវាបញ្ជាក់អំពីការប្រើសិទ្ធិការពារអធិបតេយ្យភាពបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិនិងមានតម្លៃកតញ្ញយុត្តក្នុងការទាមទារទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់